ចាប់បាននៅភេទនេះមកទងទិញក៏ត្រូវបានគេចាប់យកមកឃុំខ្លួនឈិញយានក៏បានគិតតែម្នាក់ឯងអស់រយៈពេល10ឆ្នាំមកនេះបន្ទាប់ពីស្វែងរកអស់ជាច្រើនឆ្នាំទីបំផុតមានលទ្ធផលហើយទងទិញវិញគាត់ក៏បានសួរទៅកាន់នាងនេះគឺជាហាចុងក្រោយមែនទេតែឈិញយាននឹងក៏កំពុងតែគិតមិនបានស្ដាប់ឮទងទិញបាននិយាយអ្វីឡើយទងទិញក៏បានហៅទៅកាន់នាងពីរដងទើបនាងសួរតែមានរឿងអ្វីគាត់ក៏សួរនាងថាត្រូវបានគេប្រហារជីវិតមែនទេតែបានសម្លាប់នៅប្តីម្ចាស់ស្រីនៅក្នុងសំណាក់ធានសានតែនាងក៏បានគពីក្បាលប្រាប់ថារឿងនេះមិនសំខាន់ទេសំខាន់គឺទងទិញអាចរួចផុតអំពីការចោទប្រកាន់អស់រយៈពេល10ឆ្នាំមកនេះតែទងទិញក៏មិនចង់ឃើញវីរបុរសដ៏អស្ចារ្យស្លាប់ដោយអយុត្តិធម៌នោះទេឈិញយានលើបែបនេះនាងក៏បានអស់ស្នើចភ្លាមមន្ត្រីអនុវត្តច្បាប់មួយក្រុមក៏បានរត់ចូលមកក្នុងចំណោមនោះយើងក៏បានឃើញពីវត្តមានកញ្ញាម្នាក់ក៏បានដើរចូលមកដូចគ្នាម្ដងក៏បានស្រែកទៅកាន់អ្នកទាំងពីរតែម្ដងថាអ្នកណាគឺជាអ្នកសម្លាប់លោកម្ចាស់គាត់ឈិញយានក៏បានប្រាប់ថាគឺជានាងតែចៃនឹងសម្លឹងទៅកាន់ឈិញយានបន្តិចហើយក៏បានឲ្យកូនចៅចាត់ការតងទិញមន្ត្រីអនុវត្តច្បាប់ទទួលបញ្ជារួចក៏បានសម្រុកចូលវាយទៅកាន់តងទិញដាក់យកតែម្ដងតងទិញក៏ងើឆ្ងល់អត់មិនបានជានងគ្នាមកវាយគាត់អញ្ចឹងអាចារ្យនៅក៏បានតបមកវិញថាខ្ញុំវាយលោកដោយសារតែឈិញយានក៏បានកាត់ថានាងធ្វើនេះគឺបំពេញនូវច្បាប់ហើយតែបើទោះបីជាអញ្ចឹងនាងក៏នៅតែមិនខ្លាចច្បាប់មែនទេខ្ញុំនេះហើយគឺជាច្បាប់ព្រោះក៏បានបញ្ជាកូនចៅឲ្យវាទៅកាន់តងទិញបន្ថែមញយដងពេកនឹងតងទិញក៏បានតដៃចោកជើងគៀបទៅកាន់ដំបងរបស់គេជាប់គាត់ក៏និយាយផងដែរថាកុំឲ្យបង្ខំខ្ញុំឲ្យសោះបើទោះបីជាដូច្នោះក៏នៅតែមានមនុស្សសម្រុកចូលជាលទ្ធផលនោះក៏ត្រូវបានតងទិញតដំបងបុកគេខ្ទប់នឹងជញ្ជាំងអាចារ្យនៅឃើញចឹងក៏កាន់តែមួម៉ៅហើយហ៊ានតដៃនៅក្នុងគុកផងអ្នកនាងតូចម្នាក់នេះក៏មិនលើកលែងឲ្យឯងនោះឡើយតងទិញក៏បានតវិញប្រឈមមុខជាមួយនឹងការស្លាប់ទោសទាំងអស់នេះគឺគ្មានអ្វីសំខាន់នោះទេអពេលនេះលឿនចឹងក៏ចង់ទៅវាយតងទិញតែក៏ត្រូវបានតងទិញតមួយជើងវិញដេកស្អាតបាត់ទៅហើយឈិញយានក៏សរសើរផងដែរថាវាយបានល្អតែរឿងដែលមិនល្អនោះគឺមន្ត្រីអនុវត្តច្បាប់ជាច្រើនក៏បានសម្រុកចូលបើទោះបីជាអញ្ចឹងតងទិញក៏ថាទូដៃទាំងពីររបស់គាត់ជាប់ខ្នោះកណ្ដាលប៉ុន្តែគាត់ក៏នៅតែមានជើងគ្រានេះចូលមកមួយតតមួយចូលមកពីរតត3តែម្ដងឈិញយាននៅម្ខាងក៏នៅតែបន្តលើកចិត្តឲ្យតងទិញដាក់ទៅមិនជួបប្រមាណមន្ត្រីអនុវត្តច្បាប់ទាំងអស់ក៏ត្រូវបានដេកស្អាតក្រោមជើងរបស់តងទិញតែចៅនៅក៏សត្វតែញញឹមទៅវិញនាងក៏បានដកនៅខ្សែតៃមកវាយទៅកាន់តងទិញគាត់ក៏ចាប់ផ្ដើមលោហើយមិនបានជាក្មេងស្រីម្នាក់នេះសាហាវខ្លាំងម្ល៉េះក្រោមនាងក៏អន់វាយទៅកាន់តងទិញបន្តបើទោះបីជាគាត់អាចទប់ទល់បានពិតមែនប៉ុន្តែក៏មានការឈឺចាប់ដោយសារតែវាគឺជាខ្សែតៃរន្ទះបន្តមកចៅរបស់យើងក៏បានផ្លាត់ទីប្រទេសសិនជុំវិញទៅនេះវាយទៅកាន់តងទិញដោយមិនប្រណីដៃខណៈពេលនេះក៏បានកវល់នៅខ្សែតៃរបស់នាងមួយទំហឹងទៀតចំតងទិញគាត់ក៏បានស្រែកដឹកដីឈឺចាប់ឈិញយានឃើញចឹងក៏បានស្រែកប្រាប់ឲ្យនាងឈប់តងទិញគឺជាអ្នកតនៅក្នុងទីកាយធានស្ថានរបស់ខ្ញុំបើសិនបើជាគាត់ស្លាប់ខ្ញុំលៀនមូលនឹងស្បាត់ជាមួយនឹងឋានសួគ៌នឹងធ្វើឲ្យនាងបងនៅតម្លៃតបស្នងត្រឡប់មកវិញតែចៃនឹងក៏តែមិនខ្លាចនិយាយទៅកាន់នាងវិញថាតងទិញបានធ្វើបាបម្ចាស់ស្រីរបស់នាងដូច្នេះហើយនាងក៏ត្រូវតែសម្លាប់គាត់វត្តចិត្តទឹកមួយធុងគប់ទៅកាន់តងទិញតែគាត់គឺមិនបានតបតអ្វីឡើយគ្រានេះក៏ចាប់ផ្ដើមភ័យតែម្ដងចុះមកពេលនឹងស្លាប់ហើយមែនទេដើរចូលមកពីនឹងមើលទៅកាន់តងទិញយើងក៏ឃើញផងដែរថាគាត់ក៏កំពុងតែដកនៅច្បាប់មួយនេះភ្លាមនាងក៏ភ្ញាក់ផ្អើលប្រញាប់វាយទៅកាន់តងទិញតែគាត់ក៏បានចាប់ដៃនាងជាប់បន្ទាប់មកក៏ឆ្លៀតឱកាសយកខ្នោះដៃនេះតាក់ទៅកាន់ដៃរបស់នាងវិញគាត់ក៏ចាប់លើកនាងតែបន្តិចផុតពីដីបាត់ទៅហើយមកមកយ៉ាងខ្លាំងចង់ធាក់ទៅកាន់តងទិញតែដោយសារតែជើងខ្លីពេកធាក់មិនដល់ទៅពេលនឹងដែរនៅម្ខាងទៀតវិញយើងក៏បានឃើញនៅសមោនារីម្នាក់ក៏បានបង្ហាញខ្លួននាងក៏បានដើរចូលមកនិយាយទៅកាន់តងទិញថាមិនឆ្ងល់ទេដែលមូធានហួរខិតខំប្រឹងប្រែងបង្រៀនឯងអស់រយៈពេល10ឆ្នាំតាមពិតទៅឯងគឺជាមនុស្សដែលគួរចាប់អារម្មណ៍បែបនេះសោះតែសាច់រឿងក៏បានកាត់មកដល់សំណាក់មួយនៅក្នុងនេះបៃឈូក៏កំពុងតែប្រមូលអាវុធជាច្រើនដើម្បីទៅជួយសង្គ្រោះតងទិញនៅក្នុងនោះក៏ថែមទាំងមានព្រួយរបស់តងឡៃទៀតផងរៀបចំរួចក៏បានត្រៀមខ្លួនចាស់ចេញតែក៏សត្វតែមាននៅសមោខ្មៅមួយបានវាយកែខ្ទៀតចូលទៅខាងក្នុងវិញមនុស្សម្នាក់ក៏បានបង្ហាញខ្លួនមកបៃឈូក៏និយាយឲ្យគឺជាគេតែយន់កងក៏បានលេចចេញមកប្រាប់ទៅកាន់បៃឈូថាជាខ្ញុំទេហើយពេលនេះយន់កងជាមួយនឹងគ្នារបស់គេក៏មកជួយសហការជាមួយនឹងបៃឈូដើម្បីជួយសង្គ្រោះតងទិញបរិមម្នាក់ទៀតក៏ឲ្យបៃឈូធ្វើដំណើរទៅភូមិភាគកណ្ដាលដើម្បីពិភាក្សាគម្រោងការជួយសង្គ្រោះតងទិញបៃឈូលើបែបនេះគាត់ក៏បានយល់ស្របរីឯយន់កងក៏បានបោះនៅប្រាំមួយថងទៅឲ្យបៃឈូវិញភ្លាមសម្លេងគូទ្វារក៏បានមកលើឡើងបៃឈូក៏លេចមកវិញក៏សត្វបានបាត់អ្នកទាំងពីរបាត់ហើយដល់បែបនេះគាត់ក៏មានតែដើរមកបើកទ្វារតែក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងសម្រស់មនុស្សដែលនៅចំពោះមុខគាត់ហើយម្នាក់នេះគ្មាននរណាឆ្ងាយទេនាងគឺជាឈឺតងដែលបានតែងខ្លួនយ៉ាងស្រស់ស្អាតបៃឈូក៏មើលទៅកាន់នាងយ៉ាងភ្លឹកបាត់ទៅហើយឃើញអីវ៉ាន់រញ៉េរញ៉ៃបែបនេះនាងក៏បានចូលមកជួយរៀបបៃឈូឈិញយានឃើញអាវុធរបស់តងឡៃក៏និយាយទៅកាន់បៃឈូថាពេលនេះនាងនឹងធ្វើដំណើរទៅកាន់សំណាក់ធានសានវិញដើម្បីសុំឲ្យលោកម្ចាស់ជួយអន្តរាគមន៍ជួយសង្គ្រោះទៅកាន់បូស្តេលៀនជាមួយនឹងសិស្សបងចឹងនាងក៏ប្រត់តែបានប្រាប់បៃឈូថាកុំឲ្យធ្វើដំណើរទៅកាន់សាតនកម្មឋានសួគ៌តែម្នាក់ឯងអីហើយឲ្យគេធ្វើដំណើរទៅកាន់សំណាក់គ្រូសាជូសិនទៅបៃឈូជួតទឹកភ្នែកបន្តិចក៏បានប្រាប់នាងថាគាត់យល់ហើយពេលនេះគាត់នឹងរងចាំសិស្សបងធំត្រឡប់មកវិញដែលបែបនេះឈឺតងនាងក៏ពិតជាស្បាច់ចិត្តយ៉ាងខ្លាំងអ្នកទាំងពីរក៏បានសម្លឹងមើលមុខគ្នាបន្តមកសាររឿងក៏បានកម្មការក្នុងគុកនេះវិញប្រយោជន៍ណានកងមនុស្សស្មានទេថាកូនសិស្សរបស់មូទានហូបបាច់អាចយកឈ្នះកូនសិស្សរបស់នាងដែលនាងខំហ្វឹកហាត់ដោយផ្ទាល់ដៃនិយាយរួចក៏ជួយរំដោះទៅកាន់កញ្ញាម្នាក់នោះរួចក៏បានប្រាប់ពួកគេឲ្យប្រកាសតាឲ្យបាត់ទៅគាត់ក៏បានបែរមករកតងទិញវិញម្ដងភ្លាមឈិញយានក៏បានស្រែកប្រាប់ឲ្យប្រយ័ត្នកិច្ចផុតអំពីអាវុធសម្ងាត់របស់គាត់ហើយតងទិញក៏បានយកជើងទាត់ទៅតែគាត់ក៏អាចទប់ទល់បានយ៉ាងងាយស្រួលបន្ទាប់មកក៏គុំនៅអាវុធសម្ងាត់មួយទៀតចំជើងតងទិញធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំងពិបាកឆោសឹងអីហើយគាត់ក៏នៅតែបន្តគុំនៅអាវុធសម្ងាត់មកបន្ថែមពេលនេះគាត់ក៏មានតែព្យាយាមកិច្ចប៉ុណ្ណោះតែជំនាញនៃការគប់អាវុធសម្ងាត់របស់គាត់គឺមិនធម្មតានោះទេតងទិញក៏បានឌឺដងទៅកាន់នាងវិញបច្ចេកទេសដែលនាងបានប្រើនេះគ្មានបានមួយចំណុចលោកគ្រូរបស់ខ្ញុំផងយកជើងទាត់ទៅកាន់ប្រតិយាយថេម្ដងទៀតតែគាត់ក៏នៅតែអាចទប់ទល់បានឌឺដងទៅកាន់តងទិញវិញប្រតិបានគុំនៅអាវុធសម្ងាត់ទៅជាប់ជើងគាត់មួយទៀតតងទិញក៏ភ្ញាក់ផ្អើលអ្នកស្គាល់លោកគ្រូរបស់ខ្ញុំថែមសិក្សាបច្ចេកទេសគុំបញ្ចូលមាសនេះទៀតសួរទៅកាន់គាត់តើមានទំនាក់ទំនងអ្វីជាមួយលោក
គ្រូរបស់ខ្ញុំទៅប្រតិយាយណានកងក៏បានសួរបកទៅកាន់គេវិញតាមមួយទានហូមិនដែលរំលឹកអំពីខ្ញុំទេតុងទីងគិតបន្តិចដោយសារតែច្រើនពេកមិនដឹងថាមួយណាទេបន្ទាប់មកក៏និយាយទៅកាន់ប្រតិយាយណានកងវិញថាលោកគ្រូក៏ធ្លាប់រំលឹកអំពីគាត់ដែរគាត់ក៏បានតបទៅវិញថាបើតុងទីងអាចទាយឈ្មោះរបស់នាងត្រូវនោះនាងនឹងដោះលែងគេតុងទីងក៏សួរទៅកាន់គាត់ក៏បានតបមកវិញក្នុងនាមជាម្ចាស់ស្រីនៃសាតនកម្មថាសួរនេះពីសម្ដីរបស់គាត់តែមានអ្នកណាដែលហ៊ានប្រឆាំងនោះដល់បែបនេះតុងទីងក៏បានប្រាប់ថារាល់យប់លោកគ្រូរបស់គេគឺតែងតែអង្គុយនៅក្រោមដើមផ្កាមួយហើយតែងតែហៅឈ្មោះគាត់ប្រតិយាយយេធីងលើបែបនេះក៏ស្បែកចិត្តយ៉ាងខ្លាំងម្នាក់នោះគឺយេធីងគ្រាន់តែលើឈ្មោះនៃប្រតិយាយណានកងក៏បានធ្លាក់មកចូលពីដៃតែម្ដងតុងទីងខំស្បែកចិត្តស្មានតែទីត្រូវថានាងគឺជាវរនារីយេធីងនៅក្នុងសំណាក់ធានសានប្រតិយាយណានកងក៏បានបញ្ចេញនៅបញ្ចូល3ទៀតដាក់ត្រូវតុងទីងក៏ផាត់ភ័យនិយាយចេញមកអស់ហើយមានទាំងហួរឬយន្តចាងជែយីងយូឡានតែទាំងអស់នេះគ្មានគាត់ស្បីតែមួយប្រតិយាយណានកងក៏បានតទៅកាន់តុងទីងវិញថាគាត់មានឈ្មោះថាណានកងយុនពេលនេះតុងទីងមិនដឹងថាមិនមកហើយទេឮតែសម្លេងគាត់ស្រែកលងពីពេញសំណាក់ស្រែកជេរទៅកាន់លោកគ្រូរបស់គាត់ទៀតថាជាមនុស្សដែលគួរស្អប់បន្ទាប់មកស្រីក៏បានកម្មការបៃឈូដែលកំពុងតែធ្វើដំណើរគាត់ក៏លោតែម្នាក់ឯងថាផ្លូវនេះពិតជាពិបាកផ្លាស់ទីខ្លាំងណាស់គ្រានេះក៏បានឃើញអ្នកស្លាប់ជាច្រើនក៏បានហោះឡើងពីបញ្ញាកាសគាត់ក៏នឹកឃើញហើយនិយាយផងដែរថាពេលនេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីសាកល្បងនៅចំណេញពលឺនិយាយរួចក៏បញ្ចេញនៅចំណេញបបោហោះផ្លាស់ទីឡើងទៅខាងលើតែដោយសារតែមានបានបើកបរក៏បានហោះទៅបុកដើមឈើមួយទំហឹងធ្លាក់ចុះទៅខាងក្រោមប៉ុណ្ណឹងមកជុំងុំបៃឈូក៏ឡើងទៅខាងមុខដោយសារតែផ្លូវនេះគឺជាផ្លូវជម្រាលភ្នំរមៀលទៅខាងមុខនៅវេទនាដល់ហើយបុកនេះបុកនោះលំពេញនឹងក្រោយមកក៏បានហោះឡើងទៅខាងលើយ៉ាងខ្ពស់រួចក៏បានធ្លាក់ទៅដល់សំណាក់មួយសម្លេងបុកជញ្ជាំងរបស់បៃឈូក៏ធ្វើឲ្យអ្នកយាមម្នាក់ក៏បានលឺគេក៏បានដើរទៅមើលដល់ឡែកបៃឈូនេះវិញក៏បានក្រោកមកវេទនាដល់ហើយតែភ្លាមក៏ចាប់អារម្មណ៍មានមនុស្សបានដើរមកបៃឈូក៏បញ្ញាប់វាចាចេញតិចខណៈពេលដែលអ្នកយាមម្នាក់នោះដើរចាំមកដល់ហើយគ្នារបស់យន្តកងក៏បានបង្ហាញខ្លួនមកជួយសង្គ្រោះបៃឈូតាន់យើងកាត់ទៅកាន់បៃឈូនេះវិញផ្លូវដើរបែកនោះនាំបៃឈូមកនោះដូចជាមិនងាយស្រួលទេបៃឈូក្រោយពីត្រឡប់តាប់តងអស់ចិត្ត80ម៉ោងពេលនេះក៏បានធ្លាក់ចូលទៅក្នុងសំណាក់មួយយន្តកងក៏បានបង្ហាញខ្លួនមកជួបគ្នាម្ដងទៀតហើយព្រមទាំងបានឌឺដនទៅកាន់បៃឈូថាគេបានចូលប្រឡងក្នុងពិភពកូនអរិយពេលជាច្រើនឆ្នាំតែមិនដែលឃើញនៅចំណេញពលឺល្មាសខ្លួនដូចជាគេនេះទេបៃឈូក៏ថាពិតជាគួរឲ្យអាម៉ាស់ណាស់រួចក៏បានប្រាប់អ្នកទាំងពីរថាដោយសារតែគេទៅវឹកហាត់ថ្មីថ្មោងដូច្នេះហើយក៏មានតែពឹងរៀនច្បងមកជួយណែនាំប៉ុណ្ណោះយន្តកងក៏លុបដៃទៅយកប្រាប់ថាមិនពាក់ព័ន្ធជាមួយនឹងប្រាក់ទេតែភ្លាមក៏មានមនុស្សម្នាក់ទៀតបានដណ្ដើមទៅបាត់យន្តកងក៏មុខមកស្រែកឲ្យគេបកគលឲ្យគាត់វិញរួចក៏បានដេញតាមទាត់នៅដាវនេះមួយវាផាទៅកាន់គេតែសមត្ថភាពអពេលនឹងក៏មិនធម្មតាដែរអ្នកទាំងពីរក៏បានប៉ះទង្គិចគ្នាបន្តិចហើយគ្រាន់តែមាសមួយសន្លឹកនេះអ្នកទាំងពីរដេញវាយគ្នាឡើងផ្អើលវិញសំណាក់នេះបាត់ហើយបរិមម្នាក់នោះក៏បានប្រាប់ថាគេគ្មានឈ្មោះថាស៊ីចុងសឺចំណេញរបស់គេគឺមិនធម្មតាទេគេមាននៅចំណេញកោះភ្នូលចំណែកម្នាក់ទៀតគឺជាលីវូសងគេគឺជាសិល្បករដ៏ល្អបំផុតនៅក្នុងរាជវង្សស៊ុយនិងជាកូនចៅរបស់លីឌូបៃឈូលើបែបនេះក៏បានមកគ្រប់ទៅកាន់គាត់ជាងគួរសមតែប៉ះនឹងគ្មានតបអីមួយម៉ាត់បរិមម្នាក់នោះក៏បានប្រាប់ហើយថាគាត់នឹងរៀបចម្លែកទេកុំប្រកាន់អីហើយបញ្ជាក់ដោយអ្វីដែលគាត់និយាយមែនអំបញ្ញស្ងប់ស្ងាត់ឥឡូវនេះមកនិយាយទៅកាន់បៃឈូថាចំណេញពលឺដែលគេបានប្រើប្រាស់នោះក៏ពិតជាគួរចាប់អារម្មណ៍ឃើញចឹងបរិមម្នាក់នោះក៏វិក្បាលហួចចិត្តតែម្ដងហើយពេលនេះក៏បានណែនាំជាផ្លូវការទៅកាន់បៃឈូថាគេគឺមានឈ្មោះថារ៉ាសាសាស្របពេលនឹងដែរឈេងលៀនក៏បានអត់ទៅកាន់អ្នកទាំងពីរមកនិយាយទៅកាន់បៃឈូជួបគ្នាម្ដងទៀតហើយដល់បែបនេះអ្នកគ្រប់គ្នាក៏បានប្រជុំគ្នាមើលទៅកាន់ផែនទីដែលបានដាក់ឃុំឃាំងទៅកាន់អ្នកទាំងពីរឈេងលៀនត្រូវបានគេចាប់ឃុំឃាំងនៅក្នុងគុកងឹតស្ថិតនៅជិតជញ្ជាំងខាងលិចហើយភារកិច្ចវាយទម្លុះចូលទៅក្នុងគុកនេះគឺផ្ដល់ទៅឲ្យឈីសុងសឺចំណែកឯគុកដែលមានបន្ទប់ច្រើននេះគឺផ្ដល់ឲ្យយន្តកងដើម្បីត្រួតពិនិត្យមើលរីឯលីវូសងវិញភារកិច្ចរបស់គេគឺបំបីសល់ក្នុងគុកចំណែកឯនាងផ្ទាល់វិញគឺបំបីនៃការចាប់អារម្មណ៍របស់ពួកគេមកលើនាងបញ្ជាក់ទៅកាន់ពួកគេត្រូវតែប្រកបក្នុងការចូលសង្គ្រោះទៅកាន់ឈីងយៀនបៃឈូស្ដាប់ចុះស្ដាប់ឡើងក៏បានសួរហើយចុះខ្ញុំវិញធ្វើអ្វីភ្លាមនៅវូសងក៏បាននិយាយទៅកាន់នាងម៉ៃនាងក៏បានតបមកវិញពួកយើងក៏ត្រូវតែចូលសង្គ្រោះមេតថ្មីរបស់យើងដែរបន្ទាប់មកស្រីក៏បានកម្មការតុងទីនេះវិញពេលនៃក្រោយរបូរយ៉ាងធ្ងន់ធ្ងរមកចូលក៏បានជាប់ពេលពេញរាងកាយឈីងយៀនក៏ជួយអង្វរទៅកាន់ប្រតិយាយណានកងថាគាត់បានធ្វើទរណកម្មទៅកាន់តុងទីអស់រយៈពេល2ថ្ងៃមកហើយក៏គួរតែគ្រប់គ្រាន់ដែរហើយអ្នកដែលបានក្បត់ទៅកាន់នាងពិតប្រាកដនោះគឺជាមូធានហួរទេតុងទីនេះវិញក៏ព្យាយាមវាទៅទាំងវេទនាតែក៏ស៊ីមួយមកចូលទៀតចំក្បាលដេកស្អាតប្រតិយាយណានកងក៏ចាប់ផ្ដើមរៀបរាប់កាលពីមុននាងសុកចិត្តបោះបង់គ្រួសារតាមទៅកាន់មូធានហួរពួកយើងបានសន្យាជាមួយនឹងគ្នាធ្វើដំណើរទៅកាន់កំពូលភ្នំឆុងណានប៉ុន្តែក្រោយពីគាត់រងចាំអស់រយៈពេល1ខែគាត់មិនបានជួបគេទេបែរជាទទួលបាននូវសម្បត្តិមួយក្នុងសម្បត្តិនោះមូធានហួរបាននិយាយថាគាត់ទទួលបាននូវកូនស្តាដ៏មានកិច្ចការភាពម្នាក់ហើយពេលនេះគាត់នឹងខិតខំប្រឹងប្រែងហ្វឹកហាត់គេឲ្យក្លាយទៅជាទេពកោសល្យដ៏ល្អបំផុតនៅក្នុងពិភពលោកមួយនេះគាត់បានបបោះខ្ញុំហើយទីបំផុតខ្ញុំគ្មានជំរឿអ្វីក្រៅពីរៀបការជាមួយនឹងគ្រួសារគាត់ឈីងជីនក៏បានរំលឹកហើយពីកូនសិស្សដ៏មានទេពកោសល្យម្នាក់នោះអាចទេគឺជាតុងទីងគាត់ក៏បានបញ្ជាក់ផងដែរថាម្នាក់នឹងគ្មាននរណាឆ្ងាយទេគឺជាគេនឹងហើយដែលទៅកាន់តុងទីងថែមទៀតទូគេមានទេពកោសល្យក៏ពិតមែនតែគេគ្រាន់តែជាមនុស្សល្ងីល្ងើម្នាក់ប៉ុណ្ណោះនិយាយផងធ្វើទរណកម្មទៅកាន់តុងទីងផងហើយគាត់ក៏បានលើអំពីពាក្យចចាមរាមដែលថាមូធានហួរបានទទួលនៅកូនសិស្សម្នាក់ទៀតដែលនោះគឺជាជូបៃឈូសួរទៅកាន់តុងទីងតែពិតដែរទេតុងទីងក៏ប្រាប់ថាគាត់មិនដឹងទេនៅពេលដែលគាត់បានជួបលោកគ្រូម្ដងទៀតនោះក៏ត្រូវបានគេសម្លាប់បាត់ទៅហើយគ្រាន់តែលើបែបនេះប្រជ័យណានកងផ្ទះបាយយ៉ាងខ្លាំងសួរតុងទីងឯងក៏ហកខ្ញុំមែនទេពេលនេះតុងទីងក៏ព្យាយាមប្រាប់គាត់យ៉ាងណាក៏គាត់មិនជឿដែរបញ្ចេញនូវធម៌ពលរបស់គាត់មករួចក៏បានទះទៅកាន់ដើមទ្រូងតុងទីងមួយដៃគ្រានេះដែរធម៌ពលដ៏ខ្លាំងក្លាក៏បានផ្ទុះចេញអំពីរាងកាយរបស់តុងទីងក៏កុំមកហើយនិយាយទៅកាន់ប្រជ័យមួយរងថាមានចេតនាចង់សម្លាប់គាត់ពិតមែនប្រជ័យណានកងក៏បានគុំនៅបញ្ជុំមេរបស់គាត់ចូលមកតុងទីងក៏បានសម្រុកចូល
វលើកនេះវាយលែងដឹងចាស់ហើយគាត់ក៏បានតបតព្រមទាំងនិយាយផងដែរថាគាត់មិនជឿទេក្នុងនាមគឺជាអ្នកគុនដាវថ្នាក់បរិសុទ្ធដូចជាមូធានហួរនេះមិននឹងអាចត្រូវបានគេសម្លាប់បានទៅនិយាយរួចនៅតែពីក៏នៅតែបន្តប៉ះទង្គិចគ្នាតែមិនថាយ៉ាងណាក៏នៅតែមិនមែនជាដៃគូរបស់ព្រះជ័យណានកងត្រូវបានគាត់វាយគ្នាម្ដងទៀតតុងទីនក៏នៅតែព្យាយាមប្រាប់ថាគាត់បានឃើញផ្ទាល់ផ្នែកមិនកុហកទេបើទោះបីជាអញ្ចឹងនាងក៏នៅតែដដែលប្រតិបានថាអ្នកទាំងពីរបានខົບខាត់គ្នាដើម្បីបោកប្រាស់ពិភពលោកនិយាយរួចក៏បានសម្រុកចូលវាយទៅកាន់តុងទីនពីបដៃធ្វើគាត់ទៀតបន្ទាប់មកក៏យកនឹងមកចូលបរោនឹងចាក់ទម្លុះភ្នែករបស់គាត់តុងទីនចាប់ជាប់ខត់គាត់ឲ្យស្ងប់អារម្មណ៍សិនទៅតែក៏នៅតែមិនបានផលក៏បញ្ចេញធម្មពលគប់ទៅកាន់តុងទីនសំណាងលោដែលគាត់គិតតន់ថែមទាំងបានតតទៅកាន់ព្រះជ័យណានកងឲ្យទៀតចេញទៀតតុងទីនក៏នៅតែបញ្ជាក់ទៅកាន់ព្រះជ័យណានកងថាលោកគ្រូក៏ពិតជាបានស្លាប់ពិតមែនហើយគ្រាន់តែលើបែបនេះព្រះជ័យណានកងក៏ពិតជាឈឺចាប់ទៅលើបេះដូងយ៉ាងខ្លាំងគ្រានេះក៏ចាប់ផ្ដើមយំសម័យនឹកទៅដល់មុខមាត់របស់មូធានហួរក៏មិននឹកស្មានទេក្រោយពីបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំបែរជាទទួលដំណឹងថាគេស្លាប់ទៅវិញអនុស្សាវរីយ៍ជាច្រើនក៏បន្តលេចចេញមកពេញខួរក្បាលរបស់គាត់តុងទីនឃើញគាត់យំខ្លាំងបែបនេះក៏ចង់លួងលោមតែព្រះជ័យណានកងក៏សត្វតែបានបញ្ចេញនូវធម្មពលមកម្ដងទៀតបដូរពីយំទៅជាសោយវិញម្ដងស្របពេលនឹងដែរអ្នកយាមម្នាក់ក៏បានប្រាប់ទៅកាន់អ្នកនេះម្ចាស់ថានិកាយឋានសួគ៌កំពុងតែរងចាំនៅខាងមុខព្រះជ័យណានកងរំលឹកបន្តិចស្អីរឿងក៏បានកាត់មកកាន់កំពូលភ្នំតៃហាងឯនេះវិញបរិយាក៏បានធ្វើដំណើរមកទីនេះចូលមកដល់ខាងក្នុងសមាជិកម្នាក់ក៏បានសម្លឹងមើលទៅកាន់គេដល់មិនដាស់ភ្នែកមើលទៅពួកគេដូចជាចង់ស៊ីសាយហត់ឈាមទៅកាន់បរិយាក៏បានចឹងដល់ឡែកនៅខាងលើនេះវិញម្ចាស់កំពូលភ្នំគេក៏បានសម្លឹងទៅកាន់បរិយាក៏បានដូចគ្នាបរិយាក៏បានអន់គ្រប់ទៅកាន់គាត់គណៈពេលនេះយើងក៏បានឃើញអំពីសមាជិកខ្លាំងនៅក្នុងកំពូលភ្នំតៃហាងដែរយ៉ានជឺក៏បានតបទៅកាន់បរិយាក៏បានវិញថាកើយ៉ានជឺខ្ញុំនេះគឺមិនសហការជាមួយនឹងនិកាយបិសាចឡើយដោយសារតែលោកគឺជាភ្ញៀវខ្ញុំមិនសម្លាប់លោកឡើយយកពេលសម្ដីរបស់ខ្ញុំទៅប្រាប់និកាយរបស់លោកថាពិភពលោកមួយនេះនឹងចាប់ផ្ដើមធ្លាក់ក្នុងការគ្រប់គ្រងរបស់កំពូលភ្នំតៃហាងឆាប់ៗនេះហើយនិយាយរួចក៏បានគុំអាវុធមួយគម្រាមទៅកាន់បរិយាក៏បានដែលបែបនេះគេក៏មិននិយាយអ្វីទៀតឡើយពេលនេះក៏បានដើរចាស់ចាញ់កើយ៉ានជឺក៏បានប្រកាសប្រាប់ទៅកាន់កូនចៅរបស់គេថាដល់ពេលចេញដំណើរហើយស្របពេលដែលយើងមិនទាន់ដឹងថាកំពូលភ្នំតៃហាងមានកម្រោងបែបណាទៀតផងនោះសាររឿងមួយពាក្យនេះក៏បានមកដល់ទីបញ្ចប់អញ្ចឹងមកពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like subscribe និងមួយផងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ